ជំរាបសួរនឹងសួស្តីបងប្អូនសាជាថ្មីចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលៀងវូដែលជាភាគទី119ស្ដាប់តែសំឡេងគឺដឹងហើយថាកំពុងតែផ្ដាសាយមិនដឹងយ៉ាងម៉េចដែរក្នុងមួយខែនឹងឈឺ 4-5 ដងទៅហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនប្រកាន់ពីសំឡេងរបស់ admin នោះទេដែលក្រងស្ដាប់មិនសូវយល់នោះឡើយតោះចូលទៅកាន់សាច់រឿងរបស់យើងដែលព្រះអង្គម្ចាស់ទី2ក៏បាននិយាយទៅកាន់ឈិនធាន Wu Shen ឯបានបំពេញច្បាប់របស់គ្រូសារាជវង្សធានវូនិងបានបំផ្លាញសម្លាប់មនុស្សនៅក្នុងនិកាយឡៅសៃជាច្រើននេះទង្វើបែបនេះគឺជាអក្រិតកម្មនៃការក្បត់ជាតិបញ្ជានៃទាហានពីរនេះឲ្យចូលទៅចាប់ខ្លួនឈិនធានកូនចៅរបស់គាត់ក៏បានបញ្ចេញអាវុធដាក់នៅក្នុងដៃសម្រុកចូលទៅប៉ុន្តែវាមិនងាយស្រួលបែបនោះឡើយឈិនធានក៏បានដាក់ខ្លួនមកលើលំហកាប់ក្រវិញចេញចំហាយធម្មពលប៉ាំងលន់សូទៅវិស័យភេទចំហាយធម្មពលសម្លាប់អ្នកទាំងពីរនេះនោះបាត់ទៅហើយធ្វើប្រតិយាយដែលស្អាតម្នាក់នោះក៏បានលន់មាត់ថាត្រឹមតែមួយស្និតដែរអាចសម្លាប់មនុស្សពីរនេះភ្លាមតែម្ដងចំណែកខ្លះក្នុងដៃក៏បានក្តាប់ដៃឡើងក៏ទៅគ្មានអ្វីប្លែកនោះទេដែលមេដឹកនាំនិកាយលៀងធានរបស់ពួកយើងអាចសម្លាប់នៅព្រឹត្តិការណ៍នេះនិកាយឡៅសៅបានហើយអស់លោកទាំងអស់គ្នាដែលមកទីនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយនឹងមេដឹកនាំនិកាយលៀងធានរបស់យើងដែរឬទេពេលនោះព្រះអង្គម្ចាស់ទី2ក៏បាននិយាយ Wu Shen ថាបីដូចជាឆ្កែបម្រើរបស់ឯងពិតជាអ៊ូតអាងខ្លាំងណាស់បើតាមសមត្ថភាពនៅកម្រិតធម្មពលរបស់ព្រឹត្តិការណ៍ធំនៃនិកាយឡៅសៃឯងមិនអាចយកឈ្នះដៃរបស់ឯងផ្ទាល់បាននោះទេប្រហែលជាឯងបានប្រាល្បិចនឹងការបំផន់អ្វីមួយជាមិនខានដោយព្រឹត្តិការណ៍ជុតក្រហមក៏បានបន្តនិយាយ Wu Shen ប្រសិនបើឯងមានសមត្ថភាពមែនតោះប្រយុទ្ធជាមួយនឹងយើងរវល់តែអ៊ូតនិយាយក្រទេក៏ទៅពេលនោះធម្មពលដែលលឿនដូចជាព្រៃមិនទល់បាញ់ចេញមកដូចជារុនទាដាំងបង្ហាញខ្លួនឡើងជាមួយនឹងលំហូរនៃធម្មពលដ៏ខ្លាំងក្លាគឺជាព្រឹត្តិការណ៍ជឿហើយនឹងព្រឹត្តិយេស៊ូយ៉ាដែលធ្វើឲ្យក្រុមនិកាយធំៗដែលមកពីទឹកដីបុរាណភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រឹត្តិយេស៊ូយ៉ាព្រឹត្តិការណ៍ជឿនេះទាំងពីរពិតជាមានជីវិតរស់រានបន្តទៀតមែនហើយថែមទាំងអាចឆ្លងមកក្នុងអាណាចក្រនេះទៀតផងដោយព្រឹត្តិការណ៍ជឿក៏បាននិយាយឆាប់ចាក់ចេញពីភ្នំឡៅសៃភ្លាមបើមិនដូច្នោះទេខ្ញុំនឹងមិនបង្ហាញការនេះអសូរទៀតនោះឡើយដោយព្រឹត្តិការណ៍ឈុតពណ៌ស្វាយក្បាលពណ៌សម្លេងនោះក៏បាននិយាយឡើងតើពូអ្នកកំពុងតែព្យាយាមប្រឆាំងជាមួយនឹងគ្រូសារាជវង្សធានវូមែនទេដោយព្រឹត្តិយេស៊ូយ៉ាលេងនិយាយច្រើនទៀតហើយក៏បានបញ្ជាក់ចំហាយធម្មពលបាញ់ចូលទៅដាំងធ្វើឲ្យពូនេះទាំង3ក៏បានខ្ទាតប៉ាំងមកខាងក្រោមព្យាយាមទប់ជាមួយនឹងកម្លាំងដ៏ខ្លាំងក្លានោះដោយព្រឹត្តិការណ៍ឈុតពណ៌ស្វាយក៏បានងើបមុខឡើងមកវិញនៅក្នុងថ្ងៃនេះយើងនឹងចាត់ការពួកមនុស្សក្បត់ដូចជាពួកឯងបានឡាទីមកខាងលើលំហជាមួយនឹងគ្នារបស់គាត់6នាក់ប្រើប្រាស់នៅបច្ចេកទេសក៏ហើយនៅរូបរាងវិញ្ញាណដ៏ធំសម្បើមរៀងខ្លួនបន្ទាប់មកក៏បានស្រូបចូលទីមកក្នុងរាងកាយវិញបន្តប្រើប្រាស់នៅរូបផ្ដុំនៃធម្មពលលេចឡើងនៅបច្ចេកទេសអ្វីម្យ៉ាងទៀតហើយនៅក្រោយខ្នងបាញ់ចេញទៅវាប្រហារដ៏ខ្លាំងក្លាពេលនោះព្រឹត្តិការណ៍និងព្រឹត្តិការណ៍ក៏បានប្រើប្រាស់នៅចំហាយធម្មពលបង្កើតបានទៅជាខែលទម្រង់ពេលនោះជាធានក៏បានលន់មាត់គ្នាច្រើនចង់ធ្វើបាបគ្នាតិចផងល្អបើអញ្ចឹងខ្ញុំកំដរពលងទៅចោលដោយលំហមួយក៏បានបើបង្ហាញខ្លួនគឺជាបិសាយស្អាតមេលីនតើអ្នកណាហ៊ានធ្វើបាបនឹងធ្វើឲ្យលោកម្ចាស់មិនសប្បាយចិត្តដោយអ្នកបម្រើម្នាក់នេះខានកម្ដៅសាច់ដុំជាយូរមកហើយរាងកាយរបស់នាងកំពុងតែគេលើលំហនោះទេប៉ុន្តែទាសចេញទៅជាមួយនឹងចំហាយធម្មពលដ៏ខ្លាំងក្លាបន្ទាប់ពីឃើញបែបនោះព្រឹត្តិការណ៍ដែលមានឈុតពណ៌ស្វាយក៏បានទាសចេញមកទប់រងដែរដែលធ្វើឲ្យចំហាយធម្មពលដ៏ខ្លាំងក្លាទាំងពីរសាយភេឡើងពេញនឹងខណៈពេលនោះលោកម្ចាស់សក់ពណ៌សដែលមកពីក្នុងថ្ងៃលេខក៏បានស្រែកថាអ្នកក្លាហាន Wu Shen បរិះចំណាំម្នាក់នេះមកជួយហើយដែលគាត់បានផ្ទុននៅចំហាយធម្មពលដ៏ខ្លាំងក្លាវាប្រហារចូលទៅទប់រងដូចគ្នាដែលវាបានសាយភេជាមួយនឹងចំហាយធម្មពលដ៏ខ្លាំងក្លាដាក់សំពានទៅព្រះអង្គម្ចាស់ទី2ធ្វើឲ្យគាត់ក៏បានលន់មាត់ថា Wu Shen នៅមិនទាន់អស់នោះទេក្រុមរបស់និកាយតាមីងដែលជាគ្នារបស់ឈិនធានដែលបានបង្ហាញខ្លួនឡើងគឺជាព្រឹត្តិការណ៍ឈូធានឡុងដែលគាត់បាននាំបពុជាច្រើននៃនិកាយទាំង8ទីជ័យមួយដៃជាមួយនឹងបច្ចេកទេសកំហឹងអ្នករាជមិនត្រឹមតែគាត់ម្នាក់នោះទេដែលវាប្រហារគ្នារបស់គាត់ទាំងអស់ក៏បានវាប្រហារដូចគ្នាដែរបន្ទាប់ពីឃើញបែបនោះព្រឹត្តិការណ៍ឈុតស្វាយក៏បានប្រើប្រាស់ធម្មពលរបស់គាត់ទីចូលទៅទប់រងប៉ុន្តែមិនគ្រប់គ្រាន់នោះទេត្រូវបានខ្ទុតដាំងខ្ទេចប៉ាំងមកខាងក្រោយដែលធ្វើឲ្យព្រឹត្តិការណ៍ពួកមាត់ក៏បានលន់មាត់ថាឈូធានឡុងលោកបានបំពេញកិច្ចព្រមព្រៀងអាណាចក្រទាំងពីរតែអាណាចក្រទឹកដីបុរាណកំពុងតែព្យាយាមចាប់ផ្ដើមធ្វើសង្គ្រាមជាមួយនឹងអាណាចក្រទីក្រុងអធិរាជមែនទេដោយព្រឹត្តិការណ៍ឈូធានឡុងក៏បានតបទៅវិញកិច្ចព្រមព្រៀងមែនទេចុះនៅពេលដែលនិកាយឡៃសៃធ្លាប់ចូលទៅលុកលុយនៃព្រំដែនបុរាណរបស់យើងតើកិច្ចព្រមព្រៀងរបស់អ្នកនៅឯណានៅពេលនោះដោយអាណាចក្រទាំងពីរបន្ទាប់ពីលេងស្ដាប់គ្នាហើយក៏បានបញ្ឆេះចំហាយធម្មពលរៀងខ្លួនបញ្ចេញទៅទប់រងគ្នាមិនតិចលោកព្រឹត្តិការណ៍ឈូធានឡុងក៏បានបន្តទៀតនៅក្នុងថ្ងៃនេះប្រសិនបើពួកអ្នកមិនអាចផ្ដល់នៅការពន្យល់ឲ្យខ្ញុំនោះទេខ្ញុំនឹងសរសេរកិច្ចព្រមព្រៀងសារឡើងវិញដោយយកដំណក់ឈាមរបស់ពួកឯងធ្វើជាត្រាបញ្ចេញចំហាយធម្មពលដាក់សម្ពាធទៅដល់អ្នករាល់គ្នាធ្វើអាណាចក្រអធិរាជព្រឹត្តិការណ៍ម្នាក់នោះក៏បានលន់មាត់គេនិយាយត្រូវនិកាយឡៅសៃបានរំលោភអំពីលើកិច្ចសន្យាមុនដែលធ្វើឲ្យព្រឹត្តិការណ៍ឈូធានឡុងបានមកទីនេះរត់តែធ្វើឲ្យពួកយើងមិនអាចយកឈ្នះពួកគេបាននោះទេដូច្នេះបញ្ហានៅក្នុងថ្ងៃនេះពួកយើងត្រូវតែបញ្ចប់នៅទីនេះតែម្ដងបន្ទាប់ពីដឹងខ្លួនថាមិនអាចយកឈ្នះពេលនោះព្រឹត្តិការណ៍ពុកមាត់ក៏បាននិយាយបំភ្លេចរឿងទាំងអស់នៅក្នុងថ្ងៃនេះចោលទៅដោយសារតែរឿងទាំងអស់ដែលបានកើតឡើងគឺជាកំហុសរបស់និកាយឡៅសៃដោយផ្ទាល់ប៉ុន្តែព្រះអង្គម្ចាស់ទី2ហាក់បីដូចជាមិនចង់បញ្ឈប់ Wu Shen បន្ទាប់ពីឃើញបែបនោះលោកម្ចាស់ឈូធានឡុងក៏បាននិយាយថាមានសម្លេងរំខានដូច្នេះប្រើប្រាស់ធម្មពលវាប្រហារចូលទៅជ្រួចធ្វើឲ្យព្រះអង្គម្ចាស់ទី2ខ្ជិះឈាមចេញពីមាត់ប៉ាំងបុកនឹងជាងនៅខាងក្រោយដិភ័យជោគនៅព្រឹត្តិការណ៍ស្អាតនេះនោះក៏បានបន្តនិយាយទៀតអ្នកក្លាហានអមតៈ Wu Shen ដែលអាចមាននៅពួកព្រឹត្តិការណ៍ជាច្រើនដែល
ចាំជួយបែបនេះប្រហែលជាមានទេពកោសល្យខ្លាំងក្លាហើយដូច្នេះមានតែពួកយើងទៅរងចាំអ្នកក្លាហានវូឈិននៅក្នុងការប្រកួតនៃទឹកដីអាណាចក្រអន្តរជាតិបានពេលនោះឈិនធានក៏បានតបទៅវិញបានអ្នកគ្រប់គ្នាគ្មានបញ្ហាអ្វីផ្សេងទៀតនោះទេខ្ញុំនឹងរៀបចំទីតាំងថ្មីរបស់និកាយមួយនេះមិនទៅពីស្ដាប់ឮថាម្ចាស់ផ្ទះបានដេញក្រុមអាណាចក្រអន្តរជាតិក៏បានបន្លាស់ទីយ៉ាងលឿនលាសិនហើយក៏មិនភ្លេចយកព្រះអង្គម្ចាស់ទី2ទៅដែរនៅឈិនធានក៏បានធ្វើការគោរពអរគុណទៅព្រឹទ្ធាចារ្យឈូធានឡុងដែលបាននាំទាំងនិកាយទាំង8មកជួយខ្ញុំគុណស្រ័យមួយនេះខ្ញុំវូឈិនច្បាស់ជាចង់ចាំជាមិនខានដោយព្រឹទ្ធាចារ្យឈូធានឡុងក៏បាននិយមទាំងសប្បាយចិត្តវាគឺជារឿងតូចតាចតែប៉ុណ្ណោះដូច្នេះពួកយើងមិនរំខានអ្នកទីនោះទេបើមានឱកាសពួកយើងនឹងជួបគ្នានៅពេលក្រោយតោះអ្នកទាំងអស់គ្នាត្រឡប់ទៅវិញបន្ទាប់មកក៏បានបន្លាស់ទីចាក់ចេញឈិនធានក៏បានបន្តងាកមកនិយាយជាមួយនឹងព្រឹទ្ធាចារ្យស៊ូយ៉ាហើយនឹងព្រឹទ្ធាចារ្យជឺការប្រកួតនៅក្នុងអាណាចក្រអន្តរជាតិនឹងចូលមកដល់ហើយការគ្រប់គ្រងនៅមើលថៃនៃកាយលីងធានគឺអាស្រ័យទៅលើព្រឹទ្ធាចារ្យទាំងពីរហើយបន្ទាប់ពីស្ដាប់ឮបែបនោះពួកគាត់ក៏បានងក់ក្បាលយល់ព្រមដោយសាររឿងក៏បានកាត់មកអាណាចក្រអន្តរជាតិធានវូដែលនៅក្នុងទីប្រជុំជុំផ្លូវហួងឆាងខណៈពេលនោះក៏មានចំហាយធម្មពលដ៏ខ្លាំងក្លាមួយបានបាញ់ចេញទៅខាងលើលំហនៅកន្លែងមួយធ្វើឲ្យវារំជួយមកដល់នឹងផ្លូវទីប្រជុំជនមួយនោះដោយធម្មពលដ៏ខ្លាំងក្លាពោះស្វ័យមួយទៀតក៏បានបន្ទោសឡើងទៅខាងលើលំហដូចគ្នាធ្វើឲ្យអ្នករកគ្នាក៏បានភ្ញាក់ផ្អើលហើយដឹងថាវាគឺជាចំហាយធម្មពលរបស់យូវូធានឬមួយក៏យូវូធានបានឆ្លងផុតមួយកម្រិតទៀតហើយខណៈពេលនោះចំហាយធម្មពលដ៏ក្រហមចាន់ឆ្អៅមួយទៀតក៏បានបាញ់ឡើងទៅលើលំហដូចគ្នាឡើងខ្មុះខ្មាញ់មើលទៅពេលនេះច្បាស់ជាច្របូកច្របល់ជាមិនខានព្រោះថាចំហាយធម្មពលដែលឆ្លាតដូចជាកញ្ចក់មួយទៀតក៏បានបាញ់ឡើងលើលំហដូចគ្នាដែលវាគឺជាអំណាចធម្មពលចេតនាដើរទម្លុះមេឃាដែលគឺជាសុងវូមីងមើលនៅទីនោះក៏មានចំហាយធម្មពលពណ៌មាសមួយដែរដែលគឺមកពីគ្រូសាយូធ្វើឲ្យបរិសុទ្ធឈុតខៀវក៏បានលន់មាត់ថាការប្រកួតប្រជែងនៅក្នុងអាណាចក្រនេះពិតជាមានទេពកោសល្យមនុស្សជាច្រើនបានលេចឡើងដែលមិនធ្លាប់មានពីមុនមកងាកមកខាងយូវូធានវិញដែលនៅឯជើងភ្នំគេក៏បានទទួលនៅលិខិតអញ្ជើញចូលទៅក្នុងការប្រកួតនៅក្នុងទឹកដីអន្តរជាតិវូឈិននៅក្នុងការប្រកួតប្រជែងមួយនេះច្បាស់ជាដឹងថាអ្នកណាឈ្នះអ្នកណាចាញ់ជាមិនខានដើម្បីស្ដារនូវភាពអាម៉ាស់របស់ខ្ញុំកាលពីពេលមុនហើយខ្ញុំនឹងសងសឹកឯ100ដងទៅវិញកាត់មកក្នុងវាមានអាណាចក្រអន្តរជាតិធានវូដែលក្រុមរបស់ឈិនធានក៏បានដើរចូលមកដល់ហើយក្រុមឯទៀតក៏បានចូលមកដល់ដូចគ្នាមិនដឹងជាអ្នកណាខ្លះនោះទេអាចមានរៀបរាប់មិនអស់នោះឡើយដោយណាឡាយុនសាងក៏បានសួរទៅកាន់ឈិនធានជាមួយនឹងមនុស្សដែលមានទេពកោសល្យនឹងខ្លាំងជាច្រើនវូឈិនតើអ្នកច្បាស់ជាគ្មានបញ្ហាទេឈិនធានក៏បានតបអរគុណសម្រាប់ការព្រួយបារម្ភរបស់អ្នកនាងដោយពេលនោះយូវូធានក៏បានមកដល់ល្មមមនុស្សអន់ដូចជាពួកឯងហ៊ានចូលមកកន្លែងនេះផងពិតជារឿងដែលគួរឲ្យអស់សម្លាញ់ខ្លាំងណាស់វូឈិនឯងច្បាស់ជាខកចិត្តជាមិនខានជាមួយនឹងកម្រិតធម្មពលបច្ចុប្បន្នរបស់ឯងតើមានគុណសម្បត្តិនឹងទេពកោសល្យអ្វីខ្លះដើម្បីខ្លាចជាគូប្រជែងជាមួយនឹងខ្ញុំទូប្រុសរបស់យើងក៏បានតបទៅវិញយូវូធានសមត្ថភាពផ្លូវចិត្តរបស់ឯងហាក់បីដូចជាមានស្ថិរភាពតិចជាងកម្រិតធម្មពលរបស់ខ្ញុំបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើយូវូធានមានការខឹងសម្បាយ៉ាងខ្លាំងឯងចង់ស្លាប់ហើយអន់ត្រំជើងមួយសាយភារចំហាយធម្មពលដ៏ខ្លាំងក្លាក៏វាដៃចេញជាមួយនឹងចំហាយធម្មពលខ្មុះខ្មាញ់ឈិនធានបន្ទាប់ពីឃើញបែបនោះក៏បានញញឹមជាមួយនឹងចំហាយធម្មពលពីរាងកាយស្របពេលនោះបរិសម្នាក់ក៏បានបង្ហាញខ្លួនឡើងធ្វើឲ្យទីតាំងដែលកំពុងតែបើកការវាប្រហារនោះជួបគៀងនៅមួយកន្លែងដែលគាត់គឺជាមេដឹកនាំអាណាចក្រអន្តរជាតិធានវូឈ្មោះថាអាដរេណាឡានឌីធានអែដមីនក៏មិនដឹងថាគាត់ខ្លាំងដល់កម្រិតណានោះដែរដែលអាចធ្វើឲ្យនៅទីនោះជួបគៀងតែម្ដងពេលវេលាមិនទាន់មកដល់នោះទេកន្លែងនេះមិនមែនសម្រាប់ការប្រជុំមុខនឹងគ្នានោះឡើយគ្រាន់តែគាត់ដកនៃសម្ពាធនៃការជួបគៀងធ្វើឲ្យយូវធានក៏បានខ្ទាត់ប៉ាំងទៅខាងក្រោយភាពអល់យ៉ាងខ្លាំងចំណែកឈិនធានក៏បានដឹងថាគាត់គឺជាមេដឹកនាំអាណាចក្រអន្តរជាតិធានវូពេលនោះយូវធានដែលសារធ្វើអ្វីមិនកើតគេក៏បាននិយាយថាវូឈិននៅក្នុងការប្រកួតខ្ញុំនឹងបំបាក់ភាពក្រអឺតក្រទងរបស់ឯងឈិនធានក៏បានងាកតបទៅវិញខ្ញុំនឹងរងចាំខ្ញុំសង្ឃឹមថានៅក្នុងការប្រកួតមួយនេះឯងនឹងអាចផ្ដួលខ្ញុំបាននឹងឲ្យសាច់រឿងភាគទី119របស់យើងក៏ដល់ទីបញ្ចប់ល្មមហើយadminក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយចុច like ចុច comment ចុច sub ដាក់សញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងបាយបាយបងប្អូនទាំងអស់គ្នា